ជំរាបសួរសួស្តីខ្ញុំពេត្រាថ្ងៃនេះចេញវីដេអូជាមួយកូនកូនចាថ្ងៃនេះគឺអូនទៅចាក់វ៉ាក់សាំងចាកាពីតាសាយដល់ប៉ុណ្ណោះចាអូនឆ្លាតណាស់ឧបការណ៍ណាអូនយកទេនេះណាចាឲ្យមកកូនទៅអូនអត់អេតាំងយើងទៅចាក់វ៉ាក់សាំងជាមួយអូនណាយ៉ាអូនទៅចាក់វ៉ាក់សាំងអូនភ័យអត់ភ័យចឹងអូនយកមកចាក់អត់ទេអត់យកមកណាកូនណាចាតែស្អីអូនធំហើយណាចាអូនឆ្លាតអត់ចៅពូមីកូនឆ្លាតអត់ឆ្លាតអូនស្អីអូនពូកាយអត់កាយចឹងអូនកុំយកណាកូនទៅណាចាម៉ាក់ចាអូនពូកាយមែនតែក្បាលគូយេខ្ញុំដាក់ពេលដែរតើចាអីសឹកជឿអូនបង្ហាញមកអាខាងទៅអូននេះបង្ហាញទៅអូននេះអូនចាក់វ៉ាក់សាំងដល់សាយចាឥឡូវនេះគឺចូលមកដល់ក្នុងហាចាគឺអូនមកចាក់វ៉ាក់សាំងនៅអរិនដាចាដោយសារថាអូនកើតនៅនឹងចាឲ្យអូនទូវ៉ាក់សាំងក៏នៅនឹងដែរចាឥឡូវហ្នឹងគឺអូនដើរទៅខាងលើចាគឺអូនក្លាហានណាអូនកាន់តែធំគឺអូនកាន់តែស្ដាប់បង្គាប់គ្រប់យ៉ាងទាំងអស់អញ្ចឹងម៉ាក់មានអារម្មណ៍ថាសប្បាយចិត្តមែនតែនចាមកដល់លើចាគឺវ៉ាកពុះរបស់គាត់ហើយនឹងថ្លឹងគីឡូចានេះកពុះរបស់គាត់ខ្ញុំភ្លេចបាត់ហើយអ៊ំពុំមីយើយចាតែដឹងតែគីឡូដូចជា18គីឡូជាងចាឥឡូវហ្នឹងគាត់ភ័យមកគាត់អ៊ំមីប៉ុន្តែអណតាព្យាយាមញញឹមព្យាយាមសើចព្យាយាមប្រឡប់គាត់មានអារម្មណ៍ថាគាត់កាន់តែដឹងច្រើនមែនតែនចាបន្ទាប់មកពួកយើងរួចរាល់ហើយក៏យើងទៅកន្លែង playground ចាព្រោះថានៅទីពេទ្យគឺគាត់មាន playground សម្រាប់កូនក្មេងតូចៗអញ្ចឹងណាអ៊ំពុំមីឃើញអត់គាត់ចេះដាក់ស្បែកជើងទុកដាក់សំថើសូម្បីក៏តាមគាត់ក៏ដោយគឺអញ្ចឹងមិនថាពីក្មេងគឺយើងបរៀនគាត់តាំងពីតូចរហូតមកចាបន្តគាត់ដឹងចាប់ដើមដឹងម្ដងតិចម្ដងតិចចាមិនយ៉ាងអាសម្រាប់ baby អូនធំហើយហ្នឹងវាឲ្យលេងមកទាំងអស់គ្នាមានដែរជួបដូចខ្ញុំអត់ខ្ញុំតែងតែជួបអ្នកដែលគាត់ថែកូនយើងណាចាគាត់ថាកូនយើងចាគាត់ថាកូនយើងចោកូនយើងអត់ដូចកូនគាត់កូនយើងអត់ឆ្លាតដូចកូនគាត់ទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាកូនក្មេងគឺកោសិកាខុសគ្នាសូម្បីគូក្បាលរបស់គាត់លូតលាស់ខុសគ្នាកាយវិការខុសគ្នាស្អីខុសគ្នាដែរអញ្ចឹងពួកគាត់ភាគច្រើនចូលចិត្តតែប្រៀបធៀបកូនយើងជាមួយកូនគាត់អញ្ចឹងណាប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំមានអារម្មណ៍ថាកូនខ្ញុំចេះចាដោយសារគាត់ជាកូនខ្ញុំចាខ្ញុំអត់ខ្វល់ពីកូនអ្នកដែលគាត់ប្រៀបធៀបឯងចាសំខាន់គឺមនុស្សម្នាក់គឺជារខុសគ្នាអត់ជារកដូចគ្នាទេសំខាន់គឺកូនយើងមានសុខភាពល្អកូនយើងស្ដាប់បង្គាប់ចាអញ្ចឹងម៉ាក់ប៉ាគឺសប្បាយចិត្តខ្លាំងបំផុតដែរចាសម្រាប់ខ្ញុំមិនដែរប្រៀបធៀបកូនខ្លួនឯងទៅមួយកូនគេព្រោះខ្ញុំយល់អារម្មណ៍រឿងគេប្រៀបធៀបកូនយើងគាត់គេថាកូនយើងអត់ល្អគេថាកូនគេល្អអញ្ចឹងណាខ្ញុំយល់អារម្មណ៍នឹងច្បាស់ហ្មងចាចំពោះខ្ញុំមួយគឺខ្ញុំអត់ប្រៀបធៀបហ្មងរឿងកូនចាឥឡូវនេះគឺយើងចូលមកដល់កូនត្រេនវិញម្ដងចាគឺសុខភាពល្អអ៊ំពុំមីងពេទ្យបណ្ឌិតទៅគឺគាត់អូខេអត់បញ្ហាទេអញ្ចឹងគឺគាត់អាចចាក់វ៉ាក់សាំងប្រសាយធំបានទេណាអាចនិយាយស្អាតគាត់ឲ្យស្អាតចាអូយបកាយណាគាត់ចាអត់គាត់បងតាចាគាត់ទៅណាគាត់ចេះសំពែគាត់ចេះជំរាបលាពេលដែលយើងប្រាប់គាត់គឺគាត់ចេះណាគាត់ស្ដាប់បង្គាប់យើងគ្រប់ពេលហ្មងណាមិនយ៉ាស្រស់ហើយដាក់ស្រស់ឲ្យជួយមុខនឹងក្រហមហ្នឹងចាអ៊ំពុំមីងឃើញអត់អូនខ្លាណាអូនដើរចូលមកដល់ក្នុងមនុស្សយំណាចាតាមបើអូនភ័យណាតែអូនអត់យំទេគាត់ថាទឹកភ្នែកចេះតែហូរចាធម្មតាកូនក្មេងអញ្ចឹងឯងចាកូនបងអូនខ្លះទៅគាត់អត់យំចាកូនដូចកូនខ្ញុំអញ្ចឹងគាត់យំអញ្ចឹងណាតែគាត់ថាគាត់មិនមែនយំខ្លាំងទេគាត់ថាគាត់ភ័យឃើញបញ្ចូលអញ្ចឹងយើងមនុស្សធំណាស់តែភ័យណោះអញចាអូនជឿអត់ទេអត់អីណាអូយបកែមកទំប៉ែយេអូនស្រស់អញដៃមួយអញដៃមួយថាយេហាជម្រាបលាណាគឺចាចាំវ៉ាក់សាំងគឺបានជោគជ័យកូនត្រេអត់យំទេណាអ៊ំពុំមីងណាចាអរគុណច្រើនអ៊ំពុំមីងណាវីដេអូរបស់អូនម៉ាយ៉ាចាធ្វើការចាក់វ៉ាក់សាំងចាប់ត្រឹមនេះហើយអរគុណច្រើនមែនតើសម្រាប់ការឆ្លាញ់ចូលចិត្តខ្ញុំភេត្រាហើយនិងគ្រួសារខ្ញុំទាំងអស់គ្នាអរគុណច្រើនមែនតើសម្រាប់ធំធេងរបស់អ៊ំពុំមីងបងអូនទាំងអស់គ្នាណាចាអរគុណច្រើនជម្រាបលាបាទអូនចាក់វ៉ាក់សាំងហើយនឹងកដោរបស់អូនមែនណាកូនមានតែចាក់វ៉ាក់សាំងហ្នឹងគាត់ធ្វើម៉េចគាត់បាននំហ្នឹងគាត់ធ្វើម៉េចគាត់ណាអត់កូនតាឆ្ងាញ់អត់